សកម្មភាពចាក់បាញ់ឆែវបាទនៅភ្នំពុទ្ធរាជបាទថ្ងៃទី25 ខែ 8 មានញាតិញោមជើញមកចាក់បាញ់ឆែវបាទចាក់បាញ់ឆែវនៅភ្នំពុទ្ធរាជអានេះស្អីគេញោមសឡអូឆ្ងាញ់ណាស់សឡនេះទេញោមបាសិកាមានណែមមានណែមទៀតមានណែមទៀតមានណែមមានអីច្រើនអត់ទេយើងបដាបដាជួយក្នុងពីអង្គកណាជាតំបន់បដាបដានោះកណាទឹកតិចបដាបដាតិចតិចទៅណាទឹកតិចបដាបដាតិចតិចទៅបេះបន្លែចាក់បាញ់ឆែវនេះសភ្លូញោមស្លឹកសភ្លូបាទស្លឹកសភ្លូញាតិញោមមួយបេះបាទបេះបន្លែបាទទុកបាទលើព្រះអង្គម៉ោងឆាន់ណាញោមរៀបចំបាញ់ឆែវប្រគេនលោកណាបាទនេះកម្មវិធីរៀបចំទទួលបាញ់ឆែវនៅភ្នំពុទ្ធរាជដោយដឹកនាំដោយញោមបាសិកាខាងស្រុកកវលបាទពួកយ៉ែមមានញោមជាច្រើនបាទជាច្រើនខាងកវលហើយបាត់ដំបងបាទញោមក្រុងបាត់ដំបងបាទបែកតាន់មកដល់ញោមពួករាជការតិចទៀតមកបាទនេះរៀបចំចង្ហាន់ព្រះអង្គហ្នឹងហើយញោមមានអីដាក់ហ្នឹងទៅបន្តិចម្នាក់ទៅញោមណាហើយដល់ព្រះអង្គឆាន់ហើយយើងរៀបជាតុបាទរៀបជាតុបាទរៀបជាតុហើយលោកយើងញោមលោកព្រះអង្គឆាន់ហើយយើងរៀបជាតុដាក់តុរៀបស្មើគ្នាទាំងអស់ញោមណាបាទរៀបមានបាញ់ឆែវមាននំត្នោតមានអីចឹងទៅជាជួរប្រសាជុំគ្នាញោមព្រោះយើងមកនេះមកសប្បាយអត់មកកើតទុកទេញោមតែមកកើតទុកអាហ្នឹងកើតទេមកសប្បាយបាទនេះរៀបចំបាញ់ឆែវប្រគេនជានំត្នោតដាក់នៅញោមពឹងផលីញោមបាសិកាពឹងផលីរៀបនំត្នោតញោមនំត្នោតញោមដាក់តាមតុព្រះអង្គមួយចានដាក់ឲ្យនំត្នោតហ៎បាទដាក់ឲ្យនំត្នោតឯណានំត្នោតញោមនំត្នោតបាទនេះរៀបបាញ់ឆែវប្រគេនព្រះអង្គឆាន់នៅភ្នំពុទ្ធរាជបាទណានៅភ្នំពុទ្ធរាជបាទមានបាញ់ឆែវបាទ